ជប់ជាមួយនឹងពួកយើងទាំងអស់គ្នានៅថ្ងៃទី25ជាមួយកម្មវិធីសន្និសីទសារព័ត៌មាននៅសាលមហោស្រពចេនឡាសូមរំលឹករឿងរ៉ាវជាសម្បត្តិក្នុងថ្ងៃទី25លោកអ្នកនឹងទទួលបានកាដូយ៉ាងពិសេសពីផលិតកម្ម Sunday បងស្លាញ់ម៉ៃអ្នកណាក៏ដោយឲ្យតែធ្វើខុសច្បាប់ដូនតាត្រូវតែសម្លាប់ចោលសម្លាប់វាចោលទៅទោះបីជាយើងស្លាប់ក៏យើងមិនអត់អរពួកឯងដែរតើស្នេហាស្មោះស្ម័គ្រមួយគូនេះនឹងមានអ្វីកើតឡើងមែនហើយស្អាតមែនទេលោកឯងលោកគ្មានអីសង្ហាផងពិភពលោកប្រឡាក់ចាក់ពេលអ្នកទាំងពីរជួបគ្នាពួកយើងខ្លាចជាស្គាល់តាំងពីពេលណាមកទើបមានសម័យបញ្ចាំរំដល់ទីនេះការចុះកម្មសិក្សាលើនេះប្រកាសជាមានគួរថ្នាក់អីទៅលោកគ្រូមកលោកមកពួកយើងមុខទឹកជួយផងបើយើងបានយើងទៅស្កាប់ចោលហើយត្រូវចាំថាបងដងជារបស់យើងតែម្នាក់គត់ជប់សិនខ្សែភាពយន្តខ្នាតធំថត3ប្រទេសរួមគ្នាជប៉ុនម៉ាឡេស៊ីសិង្ហបុរីខ្ញុំនឹងធ្វើជាមនុស្សថ្មីហើយបងថែលោកចៅឲ្យបានមិនថានាងទៅដល់ជើងនេះក៏ខ្ញុំនៅតែតាមរកនាងមិនឃើញដែរបញ្ចាំពីរងព្រមឲ្យតែធ្វើខុសច្បាប់ដូនតាត្រូវតែសម្លាប់ចោលសម្លាប់វាចោលទៅទោះបីជាយើងស្លាប់ក៏យើងមិនអត់អរពួកឯងដែរតើស្នេហាស្មោះស្ម័គ្រមួយគូនេះនឹងមានអ្វីកើតឡើងមែនហើយស្អាតមែនទេលោកឯងលោកគ្មានអីសង្ហាផងពិភពលោកប្រឡាក់ចាក់ពេលអ្នកទាំងពីរជួបគ្នាពួកយើងខ្លាចជាស្គាល់តាំងពីពេលណាមកទើបមានសម័យបញ្ចាំរំដល់ទីនេះការចុះកម្មសិក្សាលើនេះប្រកាសជាមានគួរថ្នាក់អីទៅលោកគ្រូមកលោកមកពួកយើងមុខទឹកជួយផងបើយើងបានយើងទៅស្កាប់ចោលហើយត្រូវចាំថាបងដងជារបស់យើងតែម្នាក់គត់ជប់សិនខ្សែភាពយន្តខ្នាតធំថត3ប្រទេសរួមគ្នាជប៉ុនម៉ាឡេស៊ីចោលទៅទោះបីជាយើងស្លាប់ក៏យើងមិនអត់អរពួកឯងដែរស្នេហាស្មោះស្ម័គ្រមួយគូនេះនឹងមានអ្វីកើតឡើងមែនហើយស្អាតមែនទេលោកឯងលោកគ្មានអីសង្ហាផងពិភពលោកប្រឡាក់ចាក់ពេលអ្នកទាំងពីរជួបគ្នាពួកយើងខ្លាចជាស្គាល់តាំងពីពេលណាមកទើបមានសម័យបញ្ចាំរំដល់ទីនេះការចុះកម្មសិក្សាលើនេះប្រកាសជាមានគួរថ្នាក់អីទៅលោកគ្រូគឺឯងមកលោកមកពួកយើងមុខទឹកជួយផងបើយើងបានយើងទៅស្កាប់ចោលហើយត្រូវចាំថាបងដងជារបស់យើងតែម្នាក់គត់ជប់សិនខ្
ខ្សែភាពយន្តខ្នាតធំថត3ប្រទេសរួមគ្នាជប៉ុនម៉ាឡេស៊ីសិង្ហបុរីខ្ញុំនឹងធ្វើជាមនុស្សថ្មីហើយបំពេញលោកចោលឲ្យបាននឹងថានាងទៅដល់ជើងនេះក៏ខ្ញុំនៅតែតាមរកនាងមិនឃើញដែរបញ្ចាំងពីរោងព្រមគ្នានៅថ្ងៃទី29ដុល្លារឆ្នាំ2014នៅរួមមហោស្រពជេឡានិងពីផលិតកម្មសាន់ដេសូមប្រញាប់រស់រាន់ព្រោះកាដូនឹងកន្លែងមានកំណត់ជួបជាមួយនឹងពួកយើងទាំងអស់គ្នានៅថ្ងៃទី25ជាមួយកម្មវិធីសន្និសីទសារព័ត៌មាននៅសាលមហោស្រពជេឡាសូមរញាប់រស់រាន់ជាសម្បត្តិក្នុងថ្ងៃទី25លោកអ្នកនឹងទទួលបានកាដូយ៉ាងពិសេសពីផលិតកម្ម Sunday បងស្លាញ់ម៉ៃអ្នកណាក៏ដោយឲ្យតែធ្វើខុសច្បាប់ដូនតាត្រូវតែសម្លាប់ចោលសម្លាប់វាចោលទៅទោះបីជាយើងស្លាប់ក៏យើងមិនអត់អរពួកឯងដែរតើស្នេហាស្មោះស្ម័គ្រមួយគូនេះនឹងមានអ្វីកើតឡើងមែនហើយសាទមែនទេលោកឯងលោកគ្មានអីសង្ហាផងពិភពលោកក្រឡាប់ចាក់ពេលអ្នកទាំងពីរជួបគ្នាពួកយើងខ្លាចជាស្គាល់តាំងពីពេលណាមកទើបមានសម័យមកចាំរំដល់ទីនេះការចុះកម្មសិក្សាលើនេះប្រកាសជាមានគួរថ្នាក់អីទៅលោកគ្រូមានចិត្តអីគិតដល់បើអីតែយាមហ្នឹងម៉ោង7មិនទាន់ទេលក់បានហើយហើយទុកឲ្យតែឆ្កែខ្មៅមួយយាមចំនួនហ្នឹងអាចទៅនឹងអាចឃើញតែឆ្កែខ្មៅនេះចានេះបានហ្នឹងពួយចាំមើលសូមផ្ញើទូរស័ព្ទផ្លេត